survivability Grad control 5.6 និង 4.8 pushing potential ការបុកផ្ទះក៏មាន 6.4 មកដែរ hero synergy 7 និង 6.6 line up rating team mate មាន 6 ចុចចំណែក Valhalla មាន 14.9 តែប៉ុណ្ណោះ បាទចូលមកភ្លាមៗយើងមើលជាមួយនឹង Spell Wing Purify ពីសមាជិករបស់ team mate មាន 2 hero គឺ Faramir ហើយនិង Harren ក៏ដូចជាវត្តមានរបស់ Valhalla ដូចជាមាន1 hero ដូចគ្នាប៉ុន្តែមើលមិនទាន់ទេបាទ All troops deployed. បាទក៏ស្វាគមន៍នៅក្នុងការជំនុំនៃគូវាសមី Lover របស់យើងនេះគ្នាអ្នកដែលឈ្នះនឹងយកកៅអីឡាទៅកាន់ជាមួយនឹង Galaxy នៅ Final Lover តែអ្នកដែលចាញ់នឹងបានលេខ4នៅក្នុងការប្រកួត Ampel K រដូវកាលទី8ស្វាគមន៍នឹងជំនុំរវាង Team Mac ក៏ដូចជា Valhalla បាទចឹងចាំងក៏ទាំងសងខាងនេះជាមួយនឹង Speed Farm មើលទៅដូចជាមិនចាញ់គ្នាប្រហែលទេតើចាំមើលជាមួយនឹងវត្តមានរបស់សាក់ស៊ូឬក៏ Spider បាទចឹងយើងកុំភ្លេចដែរជាមួយនឹង Infinite Master Pro Series ក៏ដូចជាលបឿនលឿនកប់សេរីយកតែម្ដងជាមួយនឹងការតម្រូវការឆាច់ទៅដល់90វ៉ាត់បាទ Suyu នេះមិនមែនជា Suyu Impure Ray នោះទេកាកា Suyu នេះគឺជា Suyu Killing Spree ចាំមើលជាមួយនឹងការ perform របស់សាក់ស៊ូឲ្យយើងមើលដូចគ្នាបែរថាយ៉ាប៊ូសាខ្ញុំមែនទេបាទយ៉ាដឹងដូចគ្នាផងដែរ បាទ Full Sail Together ក៏មានជាមួយទៅ Bimo មានដូចជា Secret ក៏ដូចជា Grand បាទជាមួយនឹងការកាត់រយៈពេល cool down ទៅលើ spell ក៏ដូចជា item ដែរ វាយអាយបាទជាមួយនឹងអត្រា speed ទៅកាន់សាក់ស៊ូដូចគ្នា បាទបាទជាមួយនៅ early game 20 វិនាទីដំបូងគឺសភាពការស្ងប់ស្ងាត់គ្មានការលួចបះបោអីនោះទេ បាទខោឆាយគាត់ចាំណូត្រារបស់បាឡា P-Gen ចាំណូត្រារបស់ Team Mac Secret បាទឥឡូវគេចែកគ្នាណូតញ៉ាំខាងជាមួយថាណូតទៅចេញលទ្ធផលយ៉ាងម៉េចដែរបាទដឹងថាក្រុមណាតម្លើងទៅជួជាមួយនឹង Galaxy Legend ទេ បាទចឹងមានចាំអត់មើលជាមួយនឹង game ទី1ចង់ដឹងថាអ្នកណាអ្នកអាចគេហៅថាមានព្រៀបជាងណាបាទចឹងជាមួយនឹងថាថនឹងចិត្ត spot មកដូចគ្នាប៉ុន្តែអ្វីដែលសំខាន់ជាមួយនឹង game នេះ អូនាទីទី2ហ៎ ប្រហែល អូនាទីទី2បាទខ្ញុំចង់ឆ្ងល់បាទ time stop បាទពី Doctor Strange បាទមកជាមួយនឹងការ spot head បាទចូលវាយជាមួយនឹងជាងលូតជាន់នេះគ្នាគណៈពេល Space ជាងក៏បានបើកផ្ទុះទៅរកសិនម្ល៉េះអត់មានអ្នកដាច់នោះទេបាទ level 3ដែរ ប៉ុន្តែអស់ spell ឈាមបាត់ហើយពី head ប៉ុន្តែយើងមើលជាមួយនឹង សាប៉ាស៊ីលលេងគណៈពេល stack គឺមិនទាន់ពេលនេះខ្លួនឯងមានការលើកតែមិនហើបជើង Secret ចូលដល់ជំនឿសំខាន់ចូលដល់កន្លែងចូលកន្លែងលៀងចានចូលទៅបាយតែម្ដងលូតចូលមើលក្រោយដល់ថយតាន់ពេលវេលាលេងធម្មតាលើកដៃកន្លែងទៅទេអេបាទយ៉ាងមិនចេះជាមួយនឹងការចូលទៅមកចូលទៅ Spider ចូលជួយនឹង objective ផ្ទះសាប់ជួយនឹង ulti បោកចូលវាយចំទួននៅក្នុងជាងលងខ្លួនជាមួយនឹងការដេញតាមដល់ថយនេះគេមិនដែរបាទបងដោជាមួយនឹង objective ទី1 flick តាមផ្ទះអែនក៏ដល់ដែរព្រាយឡាអត់មាន បាត់ចាញ់ទេលោតចំពេលណាចាគាត់ max stack take it now Spider បាទយ៉ាងឯងមិញជាកំហុសធ្ងន់របស់សាក់ស៊ូ ពេលមួយអែនបោកចូលផ្ទះចាញ់ Purify ភ្លាមប៉ុន្តែអត់ Purify តែក៏មានការដោជាមួយឈាម10%ទៅនៅជាមួយនឹង Secret ផងដែរ នៃការបោកបឆោតជាមួយនឹង spell មួយនេះវាអត់មានចំណេញអីដោយសារតែ total ក៏បានទៅដាច់ទៀតបានសម្រាប់ secret ណាបើយើងមើលទៅទី1ទី2ជាមួយ total អាម៉ាញ់គឺចាញ់ដោយសារតែសាក់ស៊ូហ្នឹងគាត់ប្រឡែង reset all rank បើទៅអកសើគ្នាគាត់ในការចូលជាមួយនឹងការ contest total ទី1បាញ់វិញណាបើសិនតែមានការ reset all rank បើហ្នឹងទេខ្ញុំគិតថាគាត់ timing damage ត្រូវចំពេលវេលានឹងការយក total នឹងយកមក បាទប៉ុន្តែយើងក៏បានឃើញដែរជាមួយនឹងការក្រាកទេចេញពី head ដូចគ្នាអញ្ចឹងការ repair របស់គាត់ក៏រៀង slow ជើងដែរបាទជាមួយនឹងការយក total ណាបាទអញ្ចឹងយើងក៏លេខមកមើលជាមួយនឹង game នេះនាទីទី3គឺបន្ទុកគ្នា2-0 ទល់នឹង0ក៏ដូចជា goal វិញលេខត្រឹម300 goal តែប៉ុណ្ណោះបាទអត់បញ្ហាសម្រាប់ធីមទាំងពីរទេកំពុងតែព្យាយាមជាមួយនឹងការ farm ឲ្យបានលឿនដូចគ្នាពីវត្តមានរបស់ jungle ទាំងពីររូបផងដែរនិយាយមែនណា map ខ្ញុំមើលលើរហូតណា Grand គឺកាង land យកមកទៅលើ line ឥឡូវគឺការកាប់ស្តាន់ចេះ skill ពេលព្យាយាមរត់កាប់3តាមបណ្ដាយចង្រៃបតកបាទហើយបាទតែបានកាង land មួយថ្ងៃណាមិញណាមានអារម្មណ៍ថាក្រុមទាំងពីរនេះ fan គាត់ស្ទុះដូចគ្នានិយាយទៅចេះសម្រាប់ Van គេមានអា full set together អញ្ចឹងគេកាត់ cool down ទៅលើ spell គឺគេអត់ខ្វល់តែចេញមកគឺចុច inspire វាយយកមកបាទតែធ្វើឲ្យ live គាត់បាក់លេងដែរ គឺ down ក៏មិនយូរដូចគ្នាតែ1នាទីដូចគ្នាបាទ60វិនាទីអញ្ចឹងស្រួលនៅក្នុងការលេងខ្លាំងមែនទេបាទខ្ញុំ inspire វាយលឿនឥឡូវមានការបើក map ហើយដូចជាវត្តមាន total ទី2នឹងមានការ spawn មកបាទស្នេហ៍មានការបោកចូលដែរទេចាប់ Purify តាវាមិនគណៈពេលមានការវាយនៅក្នុងទៅដល់ជ្រើ Cypher 3-1បាទហូរទៅហូរមកយកមកអូនិយាយទៅ fan ទាំងពីរក្រុមនេះគឺមានអារម្មណ៍ថាកម្លាំងពេញបឹបយកតែម្ដងបាទចាក់មួយសាក់ស៊ូ
drop slow ដល់តា speed ដល់លេងអស់តា speed វាយដៃគិតជឺជាមួយនឹងការទះចេញពីជាងតែថាតខ្ញុំ free អស់តា speed វាយហើយសាស៊ូលើកដៃវាយមនុស្សនេះតែចាស់សាច់យ៉ាងហើយ slow kill ពី head ទៅលើសាស៊ូយតាមដល់ភ្លេចជាមួយនឹងការលោតចូលមានការបោះនេះខ្ញុំមានការរត់ទៅបេតងលួចខ្ទេចលួចខ្ទីពី spider អាចជារឿងមួយដែលអាក្រក់មែនតើបើយើងមើលឃើញhead power up ជាខ្ញុំចង់វាយដែរប៉ុន្តែអ្វីដែលសំខាន់គឺ King Aries ដែលគាត់ annoy មិនឲ្យ head ក្នុងការរត់បើខៀវបើខៀវមិនទៀត អរយកការដែរយកការដែរ មាន យកការដែរគេមកតនមានតែគាត់ចូលតែគាត់ចូលគាត់ចូលនិយាយទៅបានតែគាត់ចង់ fail បាទអញ្ចឹងក៏ផ្លេចជាមួយនឹងកញ្ចប់ឥឡូវ BB $1កន្លះ56ពេកក្នុងមួយសប្តាហ៍ក៏ដូចជាមួយខែ$6ទទួលបាន245ពេកក៏ផ្លេច download app sell card ទាំងអស់គ្នាក៏ដូចជាទឹកស្តង់ជាមួយនឹង sell card នឹងមានលេខស្អាតផងដែរ បាទតទៀតគូ បាទបន្តមកមិញបើ King Aries គាត់អត់អំណោយជាមួយនឹង head ណាគឺសាក់ស៊ូគាត់អាចនឹងធ្វើការដកថយបានដែរប៉ុន្តែមកមិញដកតា speed ដល់ហលីហ្នឹងចង់មានវាយបងដកតា speed 120%ម៉ែថ្លែងលាដៃវាយឡើងមើលកាប់មិនចេញ សំខាន់តែសាក់ស៊ូក៏ពោថយណា King Aries ម៉ាត់ឲ្យថយទៅសាក់ស៊ូយើងមើល ម៉ែថ្លែងបាទជាមួយនឹងការលោតចូលវាយមានការបោកមកដល់ទេគេមាន purify ដល់ទី2នេះ secret ដល់ចេញទាំងប្រងើយបាទពេលខ្លះចង់បែរដែរតែនៅតែ spell មិនជ្រើសរើសក្នុងការចុចដូចគ្នាពីវត្តមានរបស់ Bimo ក៏ដូចជា Live ជុំមានការវាយខាងវាយទីខ្វៃ0ជូនដល់40ឥឡូវចេញ emoji 40មួយទៀតទេបាទចឹងនៅក្នុងហ្គេមនេះមានវាយទៅវាយមកទេក៏ដូចជាអត់មាន lead អីគ្នាសោះបាទធីមទាំងពីរនេះមានអារម្មណ៍ថាស្មារតីគ្នាមែនតើជាមួយនឹង early game បាទចាំ play ឲ្យ Jungle មក clear ជាមួយនឹង Experience Land ធម្មតាសម្រាប់ធីមទាំងពីរយើងមើលជាមួយនឹង team របស់គាត់ដូចគ្នាជាមួយនឹង Grand នៅក្នុងហ្គេមនេះបានក៏រសិនសៃមកគ្រាប់បាត់ហើយក៏ដូចជា Harrod វិញមាន Stallion សៃក៏ដូចជាស្បែកជើង Cool Down ផងដែរបាទចំណែក Harrod លុយច្រើនមែននេះលុយច្រើន 4400 lead 6 ដាច់ទៅលើ Grand ចុះបាទអូមកពី Grand គាត់ដាច់ម្ដងហ្នឹងហើយបាទនៃការលោតចូលវាយបោកចូលតែម្ដងជួនវាយស្បែឈាមចុចលេងលើជាមួយពីចុចមកយឺតែមានការកាប់បេតងពីតាស៊ូនៃការកណ្ដោចូលក្តាប់ដៃសាស៊ូតែមាននៅទីសាតែពីស្បែឈាមសងមកពី head នេះគ្នាបាទមិនជាប់ស្តាន់មុនហេរ៉ូប៉ុន្តែអ្វីដែលសំខាន់ King Aries គាត់ដាច់មុនណាបាទការបើ spell ក៏យឺតដែរបាទ skill បាទ skill parameter របស់ Bimo បាទក៏យឺតដូចគ្នាដែរអ្វីដែលធ្វើបានគឺ Saber និងបៃតងរបស់គេ2សាស៊ូបានបៃតងមួយបានបើខំមួយគេបៃតងមួយទៀតនេះ surprise អូពី skill របស់ភ្លាមអត់ទៅដល់មេរ៉ូចូលចាក់ start តែ skill របស់គេពេញនេះគ្នាមានអីវាយនោះទេមួយបាញ់មិនបាក់អឺមែនប៉ុន្តែនៅបតំលែនក៏មានការកោះបាន P1 ដែរប៉ុន្តែ secret បាទអត់អីចៃ flicker បាទអាយូតែហ្គេមនេះបើសិនជាវត្តមានរបស់ Bimo ដេគីគាត់នៅតែបើក ultimate cover អត់ទាន់ទេ Cypher ជាអ្នកដែលរងគ្រោះយកហ្មងទោះបីជាមានស្វាឈាមមែនប៉ុន្តែនៅតែគេបោកវាយគាត់ដូចគ្នាបាទនៅក្នុងហ្គេមនេះគាត់ដាច់2ដងណាហ្គេមនេះគឺត្រូវការបើកជាមួយ ultimate timing មែនទេណា Bimo បើសិនជា team fight របស់បហាឡាគេញ៉ោះឲ្យគាត់អស់ ultimate ណាគឺហ្គេមហ្នឹងគេអាចឲ្យ grand គឺ make play ក្នុង team fight យកតែម្ដងបាទអញ្ចឹងសម្រាប់ចិត្តឲ្យបានច្បាស់មែនទេ team make មកទោះជាតារារបស់យើងកំពុងតែល្អប៉ុន្តែបើយើង fail team fight ខ្លួនឯងក៏ពិបាកដូចគ្នាបាទចូលបោកអត់មាន purify ទេវាយយកតែម្ដងនៅខាងក្នុងបាក់ក៏ទៅលើ Cypher ម្ដងទៀតដូចគ្នាណែរឿងដែលគេចាប់បោកអ្នកដែលនៅ front line អ្នកណាក៏គេវាយដែរណាគេបដិច3-0វិញតាគូអត់មានណាគេបដិច3-0វិញអត់មានទេអត់មានទេKT អត់ទេមានអិនមានអិនអូតើហ៎បឹងបាទឡាយបាទប៉ុន្តែយើងក៏ដឹងដែរជាមួយនឹង Bimo The Key នៅ early game គាត់មិនសូវមាន cool down ជាមួយនឹង RT រៀងញឹកញាប់ទេអាចនឹងទៅដល់ mid game អីអាចនឹងមានជាមួយនឹង game play របស់ teammate ក៏អាចថាបានដូចគ្នាយកដល់ game នេះទាំង early និង mid game late game បហាឡាអាចចរចាជាមួយនឹង teammate បានគឺអត់ខ្លាចទេហ្នឹងហើយព្រោះដោយសារតែ Grand ក៏ late game ដូចគ្នាចាញ់ជាមួយនឹង game នេះជាមួយនឹងបន្ទុកគ្នានៅក្នុងរយៈពេល8នាទីគឺ3-5 game មិនសូវជាវាយគ្នាប្រហែលទេប៉ុន្តែមានការឆ្កឹះបន្តិចបន្តួចអ្នកដែលរងធ្ងន់អ្នកដែលរងគ្រោះធ្ងន់ជាងគេនោះគឺ Cypher ហ្នឹងហើយបាទអត់មាន Purify មាន Spare ឈាមក៏មិនអាចចុចបានដូចគ្នាព្រោះដោយសារតែ Bimo rotate ក្នុងការបើកជាមួយនឹង Ultimate Power គាត់មិនទាន់ផងដែរបាទ Ultimate cool down មានវិញណា cool down Lord មកវិញហើយ Lord spawn បាទ Valhalla play off mode បាទ3តថទៅកាន់ Spider នៅ early លួចបានជាមួយនឹងបៃតង2ទៅលើសាស៊ូយ៉ាងណាវិញជាមួយនឹង Hero Nolan នឹង farm លឿនមែនបាទអូធ្លាប់តែឃើញសាស៊ូ invade farm គេប៉ុន្តែនៅក្នុង play off នេះ Spider ជាអ្នក invade វិញ surprise ខ្លាំងមែនទែនជាមួយនឹងបន្ទាប់ពីការ ban Jungler រហូតដល់ទៅ7និង pick 1ផងដែរបាទ reset ជាមួយនឹង Lord លើកទី1 ban 2 1k សល់8អូ Berserker Fury ពី Grand អញ្ចឹងគាត់អត់យក Golden Star ទេតើអូវ៉ាន់លើគេជប់ពាក់អី Golden Star បាទដោយសារតែដោយការចំនួន
សិចក៏គេពាក់ hash claw អត់យក golden staff ដែរ បាទតែ ឥឡូវក៏នៅតែពាក់ដែរ វាបាត់បាត់ហើយហ្នឹងដល់ពេលវាបាត់អីគេitem ស្អីគេគេដាក់មួយហាមក្លោអានោះលេអតា speed ហ៎បាទ Phantom ហ្នឹងហើយបាត់ហ្នឹងទៅបាត់ហើយហ្នឹង ដល់ឥឡូវគេអត់ពាក់ដែរ golden staff គេយក damage យកមកហើយគាត់គិតថាគាត់ stir damage ណាមួយគាត់ចង់លេង basic attack ដែរព្រោះ ultimate របស់គាត់អាចពឹងលើ ultimate របស់គាត់ដែរតែសារគេមាន Faramir គឺជួយចាំតែ counter គាត់យកមក តែ basic attack បាត់បោកដែរទេបោកមកខាងក្នុងវាយយកចុចជំនឿ2ពីមកលេងធម្មតាសិនគ្នា secret ដាក់ការគេធ្វើបង្ើចៃភ្លេចមួយដាក់ជាចុចដល់ទៅ2សាប់ដាក់ជំនឿ secret ទៅមុនគេគ្នាលុតជាន់ព្រូយកពីក្រោយ Cypher ជាវាយជំនឿនឹងខែនេះគឺមិនបានពេលរបស់មានការឡើងសាប់ជំនឿដល់ទីអត់ឈឺទេ បាទជំនឿនឹងបើ Seeker ព្រាបជំនឿនឹងការចាំឲ្យពីក្រោយនេះគឺជំនឿ Spider ខណៈពេលមានការវាយឡតព្រីពីទីមេក and high តែការ King Ares ខណៈពេលមានការរត់នេះពី Spider មិនអាចយកជំនឿនឹងឡតបាននោះទេ បាទចាំមើលមក team fight មួយម៉ែននេះល្អខ្លាំងមែនទែនដែលមើលយើងជាមួយនឹងការក្រានកទេពី live ផងក៏ដូចជា ultimate cover ពី Bimo មកល្អខ្លាំងមែនទែនដែល cover ជាមួយនឹង Cypher ជាប់ណា អូគាត់លោ ultimate ទៅលើ Cypher ហ្នឹងហើយព្រោះដោយសារ off stage ចេញពី Cypher មកហើយណា វាយមិនឈឺទៅលើ Cypher បាទ សុំគាត់អត់អូនណាផ្សេងណោះ បាទត្រូវឲ្យចាំឲ្យ item ហ្នឹងឈ្មោះ Scarlet Phantom បាទឥឡូវអាតា speedster ចំនួនដៃកតិចនេះព្រោះ RT វ៉ាន់វា scale តាមអាតា speed យើងកាន់តែច្រើនចំនួនដៃកាន់តែច្រើនដូចគ្នា បាទអញ្ចឹងសម្រាប់ពីការលេង Mobile Legends បែងគ្មានអ្វីសប្បាយជាមួយនឹងការប្រគល់គ្នាមកមើលកុននៅជុំគ្នានៅ Legend ទេ គាត់យកលោតលេខជាជាងយកនេះណា Golden ឥឡូវជាមួយមើលក៏6 ពេលច្រើនគេអត់សូវពាក់ឯបើតាមមើលវ៉ាន់គឺគេអត់សូវពាក់អញ្ចឹងណា បាទ អាច see Herbert ឬក៏អីផ្សេង តែឥឡូវបើយើងអាចមើលឃើញជាមួយនឹង item ទី1របស់គាត់គឺ Corrosion Sight ហើយអញ្ចឹងបើសិនជាមាន Malefic Gun item ទី2ក៏ល្អដូចគ្នា ហ្នឹងហើយចាំមើលវាយដក defend ទៅលើ Cypher បានដូចគ្នា បាទមានតែចាំមើល6 block build ប្រកបមើលតែគាត់គុំយ៉ាងម៉េចឲ្យវាឆ្ងាញ់ទៅលើ hero មួយហ្នឹង ត្រាំ គាត់ចង់អោមួយ Win Talker ឯង ព្រោះវ៉ាន់វាខ្លាំងអាតា speed ត្រង់អាតា speed របស់វាជាចំនួនដៃនៅក្នុង RT អាតា speed របស់វាជាលបឿនបំលាស់ទីរបស់វាចាំអាតា speed តែក៏ពិបាកដូចគ្នាបងដែរ បាទ បាយស៊ីលតែអីពី10ទីក៏បាយដែរ អូគាត់ចង់ combo ជាមួយនឹង Win Talker Win Talker មែន Yes combo មួយ See Herbert មួយទៀតអត់ក៏ Demon Hunter សិនគួរដែរ Demon Hunter Demon ហ្នឹងបាទ អត់អីគួរថាហ្គេមមួយនេះបើគាត់ compare team fight កន្លែងមិញធ្ងន់ពេកខ្ញុំគិតថាហ្គេមវានៅតែ balance អាចទាញទៅដល់ late game បានតែបែបមិញ team fight មិញក៏គួរសមដែរដែលធ្វើឲ្យខាង team make lead រហូត 4k goal real time winning 68% team make វ៉ាឡា 32% តែថា Claude បង មានភាគរយ ខ្ញុំគិតថាបើសិនជាគាត់សម្រេចចិត្តក្នុងការយកជាមួយនឹង Malefic Gun សិនអាចល្អហើយព្រោះដៃរៀងវែងតែឬក៏គាត់ចង់បោកមួយដាច់យើងអត់ទាន់ច្បាស់ដូចគ្នាអញ្ចឹង Clock of Destiny បើក៏បានចូលទៅលើ Nacha ម្ដែរ game នេះ អូគាត់ក៏មាន demon មួយវាយយឺត បាទ វាយយឺតខ្លាំង spell inspire អាចជំនួយគាត់គ្រប់តតា speed វាយគេ អូ កំពុងតែរេរាំឲ្យមើលបណ្ដាពី Grand ក៏ដូចជា game នេះមានការចូលតាមបណ្ដាពីវត្តមានរបស់ Team Make ហា Claw មែន បាទ Has claw តុងគាត់យក demon ទេណា ហាប់ Claw វាតតែវាយចំមនុស្សបានឡើងអាតា speed បាទដែរណាមួយផាច់ថ្មីគេដកជាមួយនឹងឡើងឈាម 5% និងអាតា speed ដល់ទៅ 5% ដូចគ្នាបាទហើយគាត់អត់ពាក់ជាមួយនឹង Golden អញ្ចឹងយកឲ្យតែមានលុតលេខណាតា speed Yes បាទ ចាឥឡូវ game រៀងស្ងប់ស្ងាត់ហើយបន្ទូ kill គឺ6-5ទេប៉ុន្តែយើងមើលជាមួយនឹង goal lead ដល់ 4k ជាងច្រើនមែនតើKing Ares មានជាមួយនឹង Winter Crown ទៀតក្នុង Crown មួយបាទហើយបាទ មានខ្មោចមានកកមាន ultimate មាន seal មួយ set គេអង្គុយចាំតែ counter ទេបាទនាទីមួយនេះ គ្រាន់តែឡើងទៅលើមេឃ្លៀមចោះមកដីវិញភ្លាមតែម្ដង បាទ និយាយទៅតើមានអ្នកឌូឌីមេឲ្យច្រើនតាមតែអាចធ្វើបានជាពិសេសធ្វើឲ្យ team mate គាត់ waste ជាមួយនឹង ultimate របស់ Faramir បាទ ទៅបាញ់មានភាគរយ game ហ្នឹងឲ្យ Grand គាត់ស្រួលលេងបានមិនដូចឆ្លោះទេ game ហ្នឹងគេខៃគាត់តតែគាត់លងខ្លួនវិញ ចា៎ បាទ ហើយបើសិនជាវត្តមានជាមួយនឹង secret គាត់បោកទៅលើ Cypher បោកលេងដាច់ណា បោកលេងដាច់ហើយ បោកលេងដាច់ហើយ យើងក៏មិនដឹងដូចគ្នាពឹងទៅលើ 5 man spirit របស់ពួកគាត់នៅក្នុងការលេងសម្រាប់ game ទៅកាន់ late game នេះខ្លួនដែរ បាទចាំមានព្យាយាម ដាច់បាយយកទៅសាស៊ូដល់ថយនេះខ្លួនដែរ secret មួយទៅ2ទៅ3ពេលមានការដល់ថយនេះខ្លួនដែរខាងលើមានការ fast load យកឲ្យជាមួយនឹងវ៉ាន់ grand fast load តដល់ទេ grand fast load ដល់ទេជាមួយនឹងការបាយយកជាមួយនឹង line នេះខ្លួនដែរខាងពេលរបស់មានរបស់គឺបានទៅលើ Valhalla ដូ secret មួយទទួលបាន lot វាយបាន goal ទៀត តាមរមក3នេះ វាយបាន goal មួយទៀតវាយបាន line ដាច់ line មួយទៀត ហ្នឹងហើយគេដេញវាយ line មុនគេ Hello team mate វាយ មានរឿងអីចេះ No មានរឿងត្រូវនិយាយនេះហើយការដូរទៅលើ secret នេះគឺខាធ្ងន់យកតែមែនតើ lot មួយជាមួយនឹង Golden មួយ
បាទតង់បាទមិនធ្លាក់ 3K goal រឹង បាទភ្លាមវាយដាច់ជាមួយ form លោតជាមួយនឹងដៅភ្លើងមកក៏ដូចជាមួយ endless battle ដូចគ្នាដែរដេញវាយ romer ដល់ទៅ3នាក់អត់មានអ្នកទៅវាយលោតភ្លាមគឺយកលោត free ជាមួយនឹង grand បាយជាមួយនឹង spy វាយលៀនបាយមិនលោតបាទខំបានទាំងអស់តែពេលមានការបោះនេះខ្លួនដែរជាមួយមើលរត់ផ្ទះជើងតាលោតឆានឹងបដាច់ជាមួយនឹង form នេះបានដែរទេជាមួយនឹងចាប់មកទាំងអស់គ្នាខណៈពេលមានការ clear ជាមួយនឹងលោតមកបដានេះខ្លួនដែរប៉ុន្តែជាមួយនឹង goal spam នេះក៏បានបោះនេះ clear លោតមកដែរជើងក្រោយ clear បានពី team mate គាត់ត្រូវការយកជាមួយនឹងធាទូតរ៉េដើម្បីដំឡើងជាមួយនឹង goal គាត់ទៅឡើងមកវិញណាព្រោះដោយសារគាត់ត្រូវការខអេរ៉ូរបស់គាត់ហ្នឹងឲ្យមាន item ឲ្យច្រើនតាមដែរថាទាំង spider ទាំង grand ក៏ដូចជាទាំង nacha និយាយទៅ secret បើសិនចូលដល់ late game មែនតើណា damage ដែលចេញមករបស់ខាង team max បបាវាយបណ្ដាច់ទៅលើ head ណាបោកបណ្ដាច់ដាច់ head យកមក បាទតែអញនិយាយថាបានជាមួយនឹង grand ខ្ញុំចាំអត់មើលជាមួយនឹង team ចុងក្រោយរបស់គាត់អាចនឹងចេញ seal harbor ឬក៏ malefic កាន់ បាទ ព្រោះដោយសារឥឡូវ គាត់យក Demon Hunter មកណា មិនក៏មាន rose goal ហើយបាទទប់មក shield ដែរបាទជាមួយនឹងការវាយ Harrod ប្រើ inspire ដូចជា line នៅក្នុង game នេះអត់មាន rotate មានតែត្រឹម purify តែប៉ុណ្ណោះបាទអញ្ចឹងមក lot បាញ់នេះគឺធ្វើឲ្យ goal របស់ team mate គឺធ្លាក់សល់តែ900 goal តែប៉ុណ្ណោះជាមួយនឹងការ lead goal ពី team mate បាទសាក់សូមានជាមួយនឹង Queen Wing ក៏ដូចជា game ស្ងប់ស្ងាត់ទៀតហើយប្រហែលជាអាចនឹងចាំវាយគ្នានៅកន្លែង lot ក៏អាចថាបាននេះគ្នាប៉ុន្តែយើងក៏បានឃើញដែរជាមួយនឹងវត្តមានរបស់ Nacha នៅក្នុង game នេះក៏អត់ទាន់ដាច់សូម្បីតែមួយបាទអត់មានអ្នកគេ lock Nacha ទេ Cypher នៅក្នុង game នេះមាន spy មានអីពិសេសចាំមើលជាមួយនឹងការបើក team fight អាចនឹងអូកាឡាវាយគ្នាកន្លែងណាកន្លែងមកមើលជាមួយនឹងឯ team ចុងក្រោយរបស់ Crane អូគាត់ចង់ចែកគេអត្តនាសៀយកពាក់ magic defense សិនពាក់បដោះសិនព្រោះដោយសារតែការ spam magic damage របស់ Bimo ឈឺបាទការជះអាចលោកជះតែឈាមអញ្ចឹងណាមួយគាត់ពាក់អាហ្នឹងសិនអត់តន់ចាញ់មានអត់មានលុយในការ build core item ហ្នឹងគឺតែងអាហ្នឹងຕົកខ្លួនសិនបាទមានជាមួយនឹង magic defense ទូចមួយក្នុងខ្លួនក៏ល្អ Yes ព្រោះដោយសារឥឡូវយើងបានឃើញជាមួយនឹង Light ក៏ Magic ក៏ដូចជា Bimo ក៏ Magic ដូចគ្នាអ្នកដែលចាញ់បញ្ចេញជាមួយនឹង Physical Damage គឺមានតែសាក់ស៊ូហើយនឹង King Area ដែលរៀងច្រើននេះគេបាទ Golden សាក់ស៊ូ top 1យកតែម្ដង Grand អ្នកលេខ2លេខ3កន្លែងលេខ4គឺ Spider ណាចាយកំណត់ចំណាត់ថ្នាក់លេខ5បាទខុសគ្នាតិចតួចតែម្ដងបាទ Game ឈានដល់16នាទីគឺចូលទៅដល់ late game ហើយដោយសារ goal គឺឡើងដល់លេខ4ហើយគឺ46និង 47k អូតែ game នេះគេប្រឡែងឲ្យជាមួយនឹង Grand Clear Minion ក្រុមហើយគេចំណេញបានតែលើមួយទៀតក៏ដូចជាបើសិនជាដកវត្តមានជាមួយនឹងសមាជិកមួយរូបណាមក clear ជាមួយនឹង Land Crown គេ fast slot ទៀត head ជីវិត2បាទ head បាទហើយមានជាមួយនឹង Immortality Secret ក៏មានដូចគ្នាជាមួយនឹង Immortal 2នាក់នៅក្នុង game នេះតើវត្តមានរបស់ Live គឺដូចជាសាក់ស៊ូឲ្យផ្ដាច់ Immortal បានចង់លុយស៊ីផ្ទះមែនហ្នឹងវាយ mid lane វាយអីប្រាព្រៀបជាមួយការខាងទៅត្រីសាក់ស៊ូយកបានជាមួយចាប់ទីតែ Secret ទៅដល់ពីក្រោយជីវិត2ក៏បានចេញពី2មកនេះក៏ដែរអត់ជីវិត2ឡើងមកលើកាប់ជាមួយនឹងសាក់ស៊ូលងខ្លួនតែជាមួយនឹងសាក់ស៊ូទៅបានហើយព្រៀបជួយការចេញពី2មកព្រៀបលត់ទាត់វាយបន្តទៀតជាមួយនឹងសមាជិកទី3ជប់ទី3ទៅបាន3 kill ទាំង lot ទាំង hero ទាំងអ្វីគ្រប់យ៉ាងជាមួយនឹង straight នៃការលេងរបស់សមាជិកបានឡើងដូចគ្នាខ្ញុំសាក់ស៊ូតែងជីវិតភ្លាមមែនបាទសាក់ស៊ូតែងជីវិតភ្លាមមិនក្លែងវ៉ាយ៉ាបាទលងខ្លួនទៅដល់ Grand មិញគេទៅគាត់ឲ្យវាយដាច់ទៅលើជាមួយនឹងសាក់ស៊ូនេះចាប់បង Grand មកវាយប៉បណាសាក់ស៊ូនេះអត់មានជីវិតដែរណាមកថតទៅលោតទឹកលោតមកនេះតំតែងចូលភ្លាមវ៉ាវបោកមេដែររន្ទះជើងតាលោតឆាងាវប៉ាំង32នេះរីប6នាទីស្ពតពីនេះតែវាយទៀតឆេជាមួយនឹងហ្គេមទី1ក៏បានទៅលើអាយ៉ូឆ្កោះតាមមួយហ្គេមឆ្កោះតាមបន្តិចអាចកលាប់ជាកំហុសរបស់ Team Max ដែរទាំង early game គាត់មានឱកាសគ្របទៅលើ Valhalla គាត់ជាអ្នក fail ខ្លួនឯងគួរសមដែរ early game បាទប៉ុន្តែចុងក្រោយបាយមេនេះហេតុអីបានក្រែននៅក្នុង team